ស្ថានភាពក្តៅឡើងវិញអ៊ីរ៉ង់បិទច្រកសមុទ្រហូមូសម្ដងទៀតទោះបីជាការប្រកាសបើកឡើងវិញមិនទាន់បាន24ម៉ោងផងក៏ដោយក្រោមកិច្ចព្រមព្រៀងបិទជុំបីរយៈពេល2សប្តាហ៍តាមសេចក្តីរាយការណ៍នាវាទាំងអស់ត្រូវបានរារាំងមិនឲ្យឆ្លងកាត់ច្រកសមុទ្រនេះចាប់តាំងពីយប់ថ្ងៃពុធទី8ខែមេសារហូតដល់ព្រឹកថ្ងៃប្រហ័សនេះតាមការចុះផ្សាយរបស់សារព័ត៌មានចក្រភពអង់គ្លេសអ្នកនាំពាក្យសេតវិមានលោកស្រី Caroline Levitt បាននិយាយថាការបិទច្រកសមុទ្រ Hormuz គឺជារឿងមិនអាចទទួលយកបាននិងផ្ទុយទៅនឹងអ្វីដែលទីក្រុងតេហេរ៉ង់បានសន្យាមុននេះជាមួយគ្នានេះប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានអះអាងថាមូលដ្ឋានសម្រាប់ការចរចាត្រូវបានរំលោភរួចទៅហើយដូច្នេះស្ថានភាពបានក្លាយជាតានតឹងឡើងវិញភាពតានតឹងនេះកើតឡើងបន្ទាប់ពីអ៊ីស្រាអែលកាលពីថ្ងៃទី8ខែមេសាបានធ្វើការវាយប្រហារតាមអាកាសដោយទម្លាក់គ្រាប់បែកប្រមាណ160គ្រាប់ក្នុងរយៈពេលត្រឹមតែ10នាទីទៅលើគោលដៅជាង100កន្លែងនៅប្រទេសលីបង់សារព័ត៌មាន CNN រាយការណ៍ថាការវាយប្រហារនេះបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់180នាក់បន្ថែមពីនេះនៅថ្ងៃដូចគ្នាអ៊ីរ៉ង់ក៏បានប្រើដ្រូនវាយប្រហារបំផ្លាញបំពង់បង្ហូរផេង East West Pipeline របស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់មួយសម្រាប់ជំនួសការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលកំពុងមានភាពតានតឹងសារព័ត៌មានអន្តរជាតិជាច្រើនរួមទាំង The Telegraph បានរាយការណ៍ថាការវាយប្រហារនេះបានប៉ះពាល់យ៉ាងខ្លាំងដល់លំហូរប្រេងគូបញ្ជាក់ថាបំពង់បង្ហូរប្រេង East West មានសមត្ថភាពបញ្ជូនប្រេងប្រហែល7លានបារ៉ែលក្នុងមួយថ្ងៃទៅកាន់ឆ្នេរសមុទ្រខាងលិចរបស់អារ៉ាប៊ីសាអូឌីតស្ថានភាពនេះកំពុងធ្វើឲ្យពិភពលោកបន្តតាមដានយ៉ាងជិតស្និទ្ធព្រោះច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយរបស់ពិភពលោក